គ្នាបងប្អូនទាំងអស់គ្នាបានស្គាល់ក៏ដូចជាច្បាស់ពីគុណភាពរបស់វាទឹកក៏ដូចជាគ្រឿងតំណម៉ាក់លេសូដូចគ្នាបងប្អូននឹងបន្តជ្រាបថាលេសូក៏មានជាផលិតផលកែវមួយដែរសូមណែនាំតិចនេះគឺជាកែវម៉ាក់លេសូដែលកែវនេះផងដែរមានចំណូលរហូតដល់500ក្រាមស្មើនឹង10គីឡូហើយកែវនេះផងដែរជាប្រភេទកែវដែលមានជក់ជាប់នៅកំពង់ស្រាប់ម្ដងហើយគុណសម្បត្តិរបស់កែវនេះផងដែរគឺជាប្រភេទកែវដែលមានសភាពរាវហើយស្អិតជាប់នឹងទឹកបានល្អមែនទែនជាធម្មតាបងប្អូនការប្រភេទកែវក៏ជាសំខាន់មួយនៅក្នុងការរៀបចំការងារប្រព័ន្ធទឹកនឹងផងដែរបើកាលណាដែលបងប្អូនប្រភេទកែវដែលជាប្រភេទណាកែវអត់មានភាពស្អិតក៏ដូចជាអត់មានការស៊ីសាច់ជ័រប្រយោជន៍រវាងប្រយោជន៍នឹងការបានល្អទេធ្វើឲ្យមុខដំណមួយហ្នឹងគឺអត់មានវិកភាពទេមិនមានការឆ្លៀតទឹកនេះផងអញ្ចឹងជារឿងសំខាន់បំផុតនៅក្នុងការគិតគូរទៅលើប្រភេទការហ្នឹងដើម្បីតបចុះអញ្ចឹងបងប្អូនចំណាប់អារម្មណ៍ប្រភេទការនេះដែរ